តើចៅក្រមស៊ើបសួរអាចបើកសំណុំរឿងដោយខ្លួនឯងបានទេឬត្រូវរងចាំការទម្លាក់សិទ្ធិពីភាគីណាខ្លះនៅក្នុងប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជាចៅក្រមស៊ើបសួរមិនអាចដើរតួជាអ្នកដើរស្វែងរកបទល្មើសដោយខ្លួនឯងបានឡើយដើម្បីឲ្យចៅក្រមម្នាក់អាចកាន់ដងប៉ាកាសរសេរនៃការស៊ើបសួរបានលុះត្រាតែមានការបញ្ជាក់បណ្ដឹងអាជ្ញាតាមរយៈពីរករណីដាច់ដោយឡែកពីគ្នាស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ 1. តាមសំណើរបស់ព្រះរាជអាជ្ញានេះគឺជាផ្លូវធំនិងជាករណីភាគច្រើនបំផុតមហាវិថីយុត្តិធម៌នៅពេលព្រះរាជអាជ្ញាពិនិត្យឃើញថាតម្រុយនៃបទល្មើសមានលក្ខណៈជាបទឧក្រិដ្ឋឬជាបទមជ្ឈុំស្មុគស្មាញព្រះរាជអាជ្ញានឹងធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងទៅចៅក្រមស៊ើបសួរអំណះអំណាងតាមច្បាប់ផ្អែកតាមមាត្រា124នៃក្រមនីតិវិធីព្រហ្មទណ្ឌចៅក្រមស៊ើបសួរអាចធ្វើការស៊ើបសួរបានលុះត្រាតែមានដីកាសន្និដ្ឋានឲ្យបើកការស៊ើបសួរពីព្រះរាជអាជ្ញាឧទាហរណ៍ខ្លីក្នុងករណីឃាតកម្មមួយបន្ទាប់ពីមន្ត្រីនគរបាលយុតិធធបញ្ជូនរបាយការណ៍មកតំណាងអัยការពិនិត្យឃើញថាជាបទឧក្រិដ្ឋក៏ចេញដីកាសន្និដ្ឋានឲ្យបើកការស៊ើបសួរបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការតាមច្បាប់ 2. តាមបណ្ដឹងរដ្ឋបវេណីរបស់ជនរងគ្រោះនេះគឺជាច្រកពិសេសឬអាវុធចុងក្រោយរបស់ជនរងគ្រោះក្នុងករណីដែលជនរងគ្រោះដាក់ពាក្យប្តឹងទៅអัยការហើយប៉ុន្តែព្រះរាជអាជ្ញាសម្រេចដំកល់រឿងទុកឥតចាត់ការបដិសេធមិនប្តឹងជនរងគ្រោះមានសិទ្ធិប្តឹងផ្ទាល់ទៅចៅក្រមស៊ើបសួរតែម្ដងអំណះអំណាងតាមច្បាប់ផ្អែកតាមមាត្រា137នៃក្រមនីតិវិធីព្រហ្មទណ្ឌបុគ្គលណាដែលអះអាងថាខ្លួនរងគ្រោះដោយបទល្មើសអាចដាក់ពាក្យបណ្ដឹងរដ្ឋបវេណីនៅចំពោះមុខចៅក្រមស៊ើបសួរបានលក្ខខណ្ឌចាំបាច់ដើម្បីបង្ការបណ្ដឹងបង្កាច់កេតជនរងគ្រោះត្រូវបង្គោលប្រាក់មួយចំនួននៅតុលាការលើកលែងតែអ្នកក្រីក្របំផុតឧទាហរណ៍ខ្លីលោកករងគ្រោះដោយអំពើឆោបអោបប៉ុន្តែព្រះរាជអាជ្ញាដំកល់រឿងទុកឥតចាត់ការដោយយល់ថាជាចំនួនរដ្ឋបវេណីលោកកមិនសុខចិត្តក៏ប្រាសិទ្ធតាមមាត្រា137ប្តឹងទៅចៅក្រមស៊ើបសួរផ្ទាល់ដើម្បីឲ្យមានការស៊ើបអង្កេតឡើងវិញសរុបមកយន្តការទាំងពីរនេះធានានូវតុល្យភាពអំណាចករណីទី1ជាការតបកិច្ចរបស់រដ្ឋក្នុងការស្វែងរកយុត្តិធម៌ករណីទី2ជាការផ្ដល់សិទ្ធិអំណាចដល់រាស្ត្រដើម្បីការពារខ្លួនពីការធ្វេសប្រហារឬការសម្រេចចិត្តមិនត្រឹមត្រូវរបស់តំណាងអัยការចំណាំទោះបីជាប្តឹងតាមច្រកទី2ក៏ដោយក៏ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យបណ្ដឹងនោះទៅឲ្យព្រះរាជអាជ្ញាដឹងឮនិងធ្វើសន្និដ្ឋានត្រឡប់មកវិញដែរយោងមាត្រា139ប៉ុន្តែចៅក្រមស៊ើបសួរមានសិទ្ធិសម្រេចបើកការស៊ើបសួរបើទោះបីជាព្រះរាជអាជ្ញាមិនយល់ព្រមក៏ដោយ